ថ្ងៃនេះខ្ញុំសូមបង្កើតសមាគមផឹកស៊ីហើយសមាគមផឹកស៊ីរបស់យើងមានគ្នា3នាក់មានដូចជាលោកឪពុកក្មេកនិងបងថ្លៃហើយខ្ញុំហៅមកនេះយើងបង្កើតសមាគមផឹកស៊ីទាំងអស់គ្នាស្អីគេបង្កើតសមាគមផឹកស៊ីស្អីគេមែនហើយពុកហើយបង្កើតសមាគមផឹកស៊ីស្អីគេអាបងថ្លៃមូលហេតុដែលខ្ញុំបង្កើតសមាគមផឹកស៊ីហ្នឹងដោយសារតែបងថ្លៃឯងនិងលោកឪពុកក្មេកតែពីរត់ចោលខ្ញុំឥឡូវនេះតើតែធ្វើសមាគមផឹកស៊ីត្រូវតែមានលក្ខខណ្ឌបានណែអាបងថ្លៃឯងធ្វើចឹងខុសហើយតែណាមានកម្លាំងផឹកបានប៉ុណ្ណាគេផឹកប៉ុណ្ណឹងទៅឯងចាំបាច់បង្ខំគេធ្វើអីត្រូវហើយកូនតែណាផឹកបានប៉ុណ្ណាយកប៉ុណ្ណឹងទៅចាំបាច់បង្ខំគេធ្វើអីអានេះលើកម្លាំងរបស់គេតើគេទុកបានប៉ុណ្ណាគេយកប៉ុណ្ណឹងទៅកូនអត់បានទេពុកតើតែបង្កើតសមាគមចឹងបានស្មើភាពគ្នាចាំទៅបង្កើតសមាគមធ្វើអីកូននាំឲ្យអ្នកភូមិគេសើចចំអកអីបើផឹកស៊ីដែរឪពុកក្មេកខ្លួនឯងនឹងបងថ្លៃនឹងកូនប្រសាហ្នឹងឲ្យអ្នកភូមិគេសើយើងនេះកូនខ្ញុំថាមិនចង់បង្កើតសមាគមស្មាអីដែរពុកតែថ្ងៃចូលឆ្នាំទី1ពុកឯងផឹកច្បងកាន់តែក្បាលមីក្រូតាមអ្នកឯងអត់មានឲ្យពីណាខ្ញុំនៅចង់ជ្រឿងទាំងអីហើយឥឡូវកូនឯងខឹងពុកថ្ងៃទី1ពុកជ្រឿងតែឯងហ្នឹងមែនហើយពុកថ្ងៃចូលឆ្នាំទី1ហ្នឹងពុកឯងស្វឹងពុកឯងកាន់ក្បាលមីក្រូតែឯងទេមានឲ្យពីណាជ្រៀងអីមកបត់ទេជ្រៀងច្វឹងហើយជ្រៀងមិនកើតទៅពុកឯងនៅតែជ្រៀងខ្ញុំសុំក៏មិនបានអូនសុំក៏មិនបានអញ្ចឹងបានតែអូនខឹងវាចង់ធ្វើសមាគមផឹកស៊ីអីណាហ្នឹងហើយបងពុកអត់មានឲ្យពីណាជ្រៀងទេឥឡូវតើតែធ្វើសមាគមបានកើតអូ no ឥឡូវមិនបាច់ធ្វើសមាគមសមាគួយអីទេឥឡូវពុកអត់ជ្រៀងក៏បានដែរកូនជ្រៀងទាំងពីរនាក់ជ្រៀងក៏មកអាបកាយោចង់ជ្រៀងផងកុំឲ្យជ្រៀងដែរហេពុកឲ្យថាអីហ្នឹងខ្ញុំស្ដាប់អត់បានពុកមាននិយាយអីពុកនិយាយថាឥឡូវចាប់ដើមផឹកថ្មងទៅមកអាបកាយោអញជិះឡើងខ្វាន់វាស្ដាប់អត់បាន